មហាឫសីប្រោសខ្លាសម័យថ្ងៃមួយមានមុនីឥសីមួយអង្គទ្រង់និមន្តដើរចង្ក្រមទ្រង់នឹងរកកន្លែងគង់ធ្វើសមាធិភាវនាធម៌ចៃដន្យនាពេលនោះលោកនិមន្តទៅក៏ឃើញខ្លាមួយកំពុងដេកស្លាប់ដោយសារពោះចឹកនៅចិត្តរូងពោះនោះដោយសារព្រះមុនីឥសីមានចិត្តសប្បុរសហើយចែកវិជាបន្សាបពឹសពោះផងលោកក៏ជាអ្នកមានព្រះហឫទ័យចង់ជួយសង្គ្រោះដល់ខ្លានោះលោកបានយកថ្នាំពឹសពោះគួបផ្សំជាមួយនឹងវេទមន្តព្យាបាលផងដែរនោះទើបធ្វើឲ្យខ្លាមានជីវិតឡើងវិញលុះដល់ខ្លានោះដឹងខ្លួនរស់រៀនមានជីវិតឡើងវាបែរជាខឹងនឹងព្រះមុនីឥសីហើយចង់ស៊ីសាច់គាត់វាមិនបាននឹកដល់គុណព្រះមុនីឥសីទេដោយសារតែចិត្តវាលោភលន់ហើយខ្លួនវាឃ្លានផងម្យ៉ាងទៀតដោយសារលេះចោលប្រកាន់មុនីឥសីថាខ្លួនវាកំពុងតែដេកលក់យ៉ាងសុខស្រួលហេតុដូចម្ដេចបានជាតាឥសីមកដាស់ឲ្យភ្ញាក់វាមិនសុខចិត្តទេវានឹងស៊ីព្រះមុនីឥសីឥឡូវនេះហើយព្រះមុនីឥសីរៀបរាប់ថាអ្នកឯងស្លាប់ដោយសារពោះចឹកខ្ញុំបានដាក់ថ្នាំពឹសពោះឲ្យអ្នកឯងគួបផ្សំនឹងវេទមន្តស្ដោះភ្នំរបស់ខ្ញុំផងទើបអ្នកបានរស់រានមានជីវិតឡើងវិញខ្ញុំមិនមែនជាអ្នកដាស់ឯងទេប៉ុន្តែដោយហេតុសារធាតុខ្លាជាសត្វសាហាវខូខើមិនស្គាល់ហេតុផលហើយជាសត្វរមើលគុណផងវានៅតែមិនព្រមគឺនៅចង់ស៊ីសាច់ព្រះមុនីឥសីទៀតលើដូច្នោះព្រះមុនីឥសីមិនសុខចិត្តឲ្យខ្លាស៊ីទេលោកក៏ខំដើររកមនាដែលមានប្រាជ្ញាជាធិមានគំនិតសច្ចៈយុត្តិធម៌ដើម្បីជួយកាត់ក្តីរោគយុត្តិធម៌ឲ្យគាត់បើអំពើរបស់គាត់មិនត្រឹមត្រូវក៏សុខចិត្តឲ្យខ្លាស៊ីតែបើទង្វើនឹងត្រឹមត្រូវសូមឲ្យតុលាការដែលជាអ្នកកាន់ជីនឹងថ្លឹងឲ្យបានត្រឹមត្រូវលោកមុនីឥសីដើរទៅក៏ទៅជួបនឹងសុភាសេនព្រះមុនីឥសីក៏ទៅដឹងសុភាសេនដើម្បីឲ្យជួយធ្វើជាចៅក្រមកាត់ក្តីរឿងរបស់ខ្លួនជាមួយនឹងខ្លាលោកដល់សុភាសេនស្ដាប់ដំណើរសេចក្តីរបស់តាមុនីឥសីហើយក៏មានចិត្តលំអៀងទៅរកខ្លាព្រោះខ្លាចអំណាចខ្លាដែលជាស្ដេចសាហាវតែងតែគំរាមធ្វើទុកបុកម្នេញដល់គ្រួសាររបស់សុភាសេនមិនឲ្យមានសេចក្តីសុខដល់កូនចៅលោកសុភាសេនក៏កាត់សេចក្តីឲ្យថាតាឥសីឯងធ្វើអញ្ចឹងខុសហើយគេកំពុងដេកលក់ស្រួលមិនត្រូវទៅដាស់រំខានគេទេអញ្ចឹងត្រូវតែឲ្យខ្លាស៊ីទៅលើការកាត់ក្តីសេចក្តីបែបនេះព្រះមុនីឥសីមិនសុខចិត្តក៏សូមលាសុភាសេនទៅទៀតទៅរកចៅក្រមណាដែលមានសន្តានចិត្តឯករាជ្យមិនឲ្យមានចិត្តលំអៀងដោយសារខ្លាចអំណាចសាច់ខ្លាឡើយអញ្ចឹងគាត់ក៏បន្តដំណើរទៅរកអ្នកកាត់ក្តីផ្សេងទៀតលោកដើរទៅគាត់ទៅបានជួបជាមួយនឹងសុភាទន្សាយក៏សួរមុនីឥសីពីហេតុការណ៍ដែលកើតឡើងសពគ្រប់ហើយវាក៏ប្រាប់ទៅមុនីឥសីថាឲ្យទៅរកចេកមួយស្និតមកឲ្យវាយើងនឹងជួយកាត់ក្តីឲ្យលើដូច្នេះឥសីក៏ប្រញាប់ប្រញាល់ទៅរកចេកឲ្យសុភាទន្សាយបន្ទាប់ពីបានចេកហើយមុនីឥសីក៏នាំសុភាទន្សាយទៅរកខ្លាសុភាទន្សាយក៏បង្គាប់ឲ្យសត្វខ្លាទៅដេកនៅកន្លែងដើមវិញដើម្បីឲ្យវាឃើញថាខ្លាដេកយ៉ាងម៉េចហើយឥសីធ្វើយ៉ាងម៉េចបានជាខ្លាភ្ញាក់ខ្លាក៏សុខចិត្តសុខកាយក៏ទៅដេកនៅត្រង់កន្លែងរន្ធពោះដែលការបង្គាប់របស់ទន្សាយពេលដែលខ្លាចូលទៅដេកភ្លាមនោះពួងក៏ចេញមកចិត្តខ្លាស្លាប់មួយរំពេញដោយសារព្រះមុនីឥសីគាត់ជាអ្នកមានចិត្តសប្បុរសធម៌មិនគិតពីគំនុំគាត់ក៏មានចំណងចង់ប្រោខ្លានឹងម្ដងទៀត
ប៉ុន្តែដោយទន្សាយជាអ្នកមានប្រាជ្ញាប្រាជ្ញចេះថ្លឹងថ្លែងខ្លាចជាអ្នកដែលរមើលគុណទៅហើយទោះបីថាធ្វើគុណយ៉ាងណាក៏ដោយក៏នៅតែមិនបានគុណវិញដែរអញ្ចឹងវាក៏ប្រាប់ឥសីថាមិនបាច់ប្រខ្លានោះឡើងវិញទេទុំឲ្យវាដេកស្លាប់តែម្ដងទៅអញ្ចឹងតាឥសីនឹងក៏បានរួចខ្លួនដោយសារសុភាទន្សាយជាអ្នកមានប្រាជ្ញាអាចជួយដោះស្រាយបញ្ហាដែលកើតឡើងដោយសារខ្លានោះប្រកបដោយយុត្តិធម៌ទៅ